ngày đi phong đáคลิปពីសាមែនតើមកបងតទៅធ្វើពីសាញ៉ាំជាមួយខ្ញុំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំដែលខ្ញុំត្រូវការរួមមានហតដកជាមួយនឹងសាច់ក្តាមទឹកប៉េងប៉ោះទឹកម៉ាយ៉ូណេសពោតក្រហមផ្លែម្នាស់ជាមួយនឹងឈីសម្រាប់ផ្លែម្នាស់បងចង់ដាក់ក៏បានអត់ក៏បានតាមចំណង់ចំណូលចិត្តស្លឹករីសាណូបើសិនជាខ្ញុំអានខបងជួយខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងណានិងគ្រឿងផ្សំចុងក្រោយដែលយើងខ្វះបានគឺម្សៅនំភីសាអញ្ចឹងសម្រាប់ការធ្វើភីសារបស់ខ្ញុំគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងបងរបៀបធ្វើចូលដំបូងមកត្រូវការបៀតទឹកប៉េងប៉ោះដាក់លើសំបកនំភីសាបន្តិចទឹកម៉ាយ៉ូណេសបន្តិចលាយបញ្ចូលពីមុខនឹងចូលគ្នារួចបៀតឲ្យសព្វទៅលើសំបកនំភីសារបស់យើងណាបងបន្ទាប់ពីខ្ញុំលាយសព្វហើយជំហានដំបូងខ្ញុំធ្វើការដាក់ជាមួយនឹងសាច់ក្តាមចូលណាបងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងហតដកចូលណាបងភីសាដែលខ្ញុំធ្វើនេះគឺជាប្រភេទភីសាហតដកបងបើសិនជាបងចង់ញ៉ាំគ្រឿងសមុទ្រអីអាចដាក់គ្រឿងសមុទ្របានបន្ទាប់ពីដាក់ហតដកហើយជំហានបន្ទាប់ខ្ញុំដាក់ជាមួយនឹងម្នាស់ចូលណាបងបើសិនជាបងធ្វើញ៉ាំខ្លួនឯងដាក់មួយណាចូលក៏បានដែរព្រោះថាទាំងអស់ហ្នឹងឆ្អិនដូចតែគ្នាឯងបន្ទាប់មកខ្ញុំធ្វើការដាក់ជាមួយនឹងពោតចូលនិងចុងក្រោយធ្វើការឆូតឈីចូលរួចជាការស្រេចបងពេលធ្វើខ្លួនឯងអញ្ចឹងឈីម្ដុំនោះដៃអស់ហ្មងយកនឹងទៅក្តៅខ្លួនឯងបន្ទាប់ពីយើងធ្វើការដាក់ឈីឲ្យរួចរាល់អស់ហើយយើងចាប់ផ្ដើមយកភីសារបស់យើងទៅធ្វើការដុតទៅបងសម្រាប់ការដុតនេះផងដែរគឺខ្ញុំត្រូវការរយៈពេលតែ10នាទីបងដោយសារតែខ្ញុំអត់ចង់បានក្រៀមបើសិនជាបងចង់បានក្រៀមអាចដុតលើសនឹងក៏បានដែរបន្ទាប់ពីខ្ញុំទុករយៈពេល10នាទីមកឥឡូវភីសារបស់ខ្ញុំបានឆ្អិនហើយបងជាពីថាទំនងខ្លាំងមែនតើហ្មងណាអញ្ចឹងការធ្វើភីសារបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងក៏ពេលធ្វើញ៉ាំទាំងអស់គ្នាណាស្រួលងាយហើយចាប់បានញ៉ាំទៀតតើបងថ្ងៃនេះមករៀនធ្វើជាមួយនឹងងាវអប់អំបិលម្ទេសជាមួយខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំដាក់ជាមួយនឹងម្ទេសនិងខ្ទឹមសចូលសិនណាបងដើម្បីធ្វើការបុកសម្រាប់ការបុកនេះផងដែរបងមិនបុកម៉ត់ពេកទេយើងបុកមកល្មមដែលអាចយកទៅប្រឡាក់ងាវយើងបានណាបងបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបខ្នុរមួយចុងស្លាបព្រាស្ករស3ស្លាបព្រាកាហ្វេឬក៏1ស្លាបព្រាបាយរួចច្របល់វាឲ្យសព្វដើម្បីឲ្យវាចូលចិត្តគ្នាបានល្អបងឈ្មោះថាអំបិលម្ទេសមែនណាតែអត់សូវហឹរទេបងដោយសារខ្ញុំដាក់ជាមួយនឹងម្ទេសធំចូលណាម្ទេសហ្នឹងវាដាក់ទៅដើម្បីយកពណ៌តែវាអត់មានជាតិហឹរទេបងសម្រាប់ងាវវិញគឺខ្ញុំប្រើចំនួនកន្លះគីឡូបងហើយយើងមានជាមួយនឹងគ្រឿងផ្សំដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេសជាមួយនឹងខ្ទឹមក្រហមបន្ទាប់មកខ្ញុំចាប់ផ្ដើមយកគ្រឿងទាំងអស់មកលាយជាមួយនឹងងាវបងហើយកន្លែងហ្នឹងខ្ញុំបានដាក់ជាមួយនឹងទឹកត្រីចូលដែរបងធ្វើការច្របល់ចូលគ្នាឲ្យសព្វបន្ទាប់មកខ្ញុំធ្វើការទុកវារយៈពេល10នាទីដើម្បីឲ្យគ្រឿងរបស់យើងនឹងវាបានចូលចិត្តគ្នាល្អបន្ទាប់ពីខ្ញុំធ្វើការទុកងាវអស់រយៈពេល10នាទីមកខ្ញុំចាប់ផ្ដើមយកងាវរបស់ខ្ញុំទៅដាក់នៅលើกระดาษអាលុយមីញ៉ូមដើម្បីយកវាទៅដុតបងធ្វើការរុំវាមួយតង់ពីរតង់ទៅដើម្បីកុំឲ្យងាវរបស់យើងនឹងវាហូរទឹកចេញខាងក្រៅអញ្ចឹងណាបងបន្ទាប់ពីយើងធ្វើការរុំវាស្អាតចិត្តអស់ហើយយើងចាប់ផ្ដើមយកវាទៅដុតទៅបងឥឡូវនេះងាវអំបិលម្ទេសរបស់ខ្ញុំបានដុតឆ្អិនហើយបងនិយាយថាបោកចេញមកជួយឡើងពេញផ្ទះហ្មងជាពិសេសគល់លខៃនឹងហ្មងហើយមកនិយាយពីរសជាតិគេវិញទៅនិយាយថាឆ្ងាញ់ហ្មងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណា